ចាំមើលម្ហូបណាឆ្ងាញ់ជាងអាកបីឃ្លៀចហ៊ូជូរអែមចត់ល្វីងមិនក៏រសជាតិដូចទឹកលាងចានអញ្ចឹងអាកបីបោកខ្ញុំកុំមករំខានពេលខ្ញុំស៊ីបើវាឆ្ងាញ់គឺវាឆ្ងាញ់ហើយប្រយ័ត្នមកជិះឡានទៅវិញជិះចានស៊ុបគោរូបមន្តគ្រួសាររបស់ខ្ញុំឆ្ងាញ់រកលេខដាក់គ្មានខ្ញុំគួរតែបើកហាងលក់ហើយរសជាតិអស្ចារ្យក្លិនឈ្ងុយដល់ឋានព្រះឥន្ទខ្ញុំត្រូវការកន្លែងបែបនេះសម្រាប់លក់ដ៏ល្អមួយនៅមាត់អូអរគុណស្វាពួកយើងចាប់ផ្ដើមសង់រោងឈើខ្ញុំនឹងសរសេរស្លាកឲ្យឈ្មោះថាស៊ុបគោពិសេសមីងក្របីភ្លើងត្រូវតែល្មមដើម្បីឲ្យស៊ុបមានជាតិនិងឆ្ងាញ់ក្របីឯងធ្វើអីនឹងក្លិនឈ្ងុយដល់ថ្នាក់ខ្លាដូចខ្ញុំឃ្លានសាកមើលពូស៊ុបគោរូបមន្តពិសេសថ្មីរបស់ខ្ញុំស៊ុបគោឯងជាក្របីហើយមិនក៏លក់ស៊ុបគោចឹងពិតជាអស្ចារ្យមែនឆ្ងាញ់ថែមមួយចានទៀតឆាប់ឡើងមកបងប្អូនស៊ុបគោពិសេសរសជាតិឆ្ងាញ់សូម្បីតែពូខ្លាក៏សរសើរដែរប្រម៉ូសិនមានកំណត់ស៊ុបគោវាប្រកាសជាយកសាច់អីផ្សេងមកលក់អីមិនមែនសាច់គោទេអញចាំមើលតែឯងកុំនិយាយលេងមែនតើណាខ្លាចិត្តធំល្មមនៅមកស៊ីនឹងច្បាស់ជាឆ្ងាញ់ហើយរសជាតិពិតជាប្លែកខ្ញុំឮថាមីងក្របីមានមុនអាគមក្របីឯងមានភួសតាងថានឹងជាស៊ុបគោពិតទេប្រយ័ត្នឯងលក់សាច់ខ្លួនឯងកុំមករំខានពេលខ្ញុំស៊ីបើវាឆ្ងាញ់គឺវាឆ្ងាញ់ហើយប្រយ័ត្នមកជិះឡានទៅវិញជិះចានចាំមើលចុះខ្ញុំនឹងរកការពិតឲ្យឃើញមីងយើងត្រូវការផែនការពិសេសព្រោះសត្វខ្លះនៅមិនទាន់ស្គាល់ស៊ុបយើងគ្រប់គ្នានៅឡើយទេពិតមែននោះជាគំនិតដ៏ល្អមួយអូខេបងប្អូនសត្វទាំងអស់ស្ដាប់ស៊ុបរបស់ពូកបីមិនមែនគ្រាន់តែជាស៊ុបទេវាគឺជាធម្មពលពូខ្លាឯងគឺជាអ្នកសាកល្បងទី1ពូស្វាឯងប្រកាសទេថានេះគឺជាពាណិជ្ជកម្មស៊ុបគោឱកាសចុងក្រោយដើម្បីសាកល្បងភេសជ្ជៈធម្មពលល្អបំផុតរបស់ព្រៃគឺស៊ុបគោនេះហើយអោព្រះអើយស្វាឆាប់ទៅយកឆ្នាំងស៊ុបមកលិចអស់ហើយអញគ្រប់យ៉ាងរលាយបាត់អស់ហើយស៊ុបខ្ញុំហាងខ្ញុំប្រហែលជាវាគឺជាកំហុសរបស់ខ្ញុំហើយសូម្បីតែមីងក្របីក៏ស្ងាត់ដែរភូមិទាំងមូលស្ងាត់ឆឹងប្រហែលជាតកំពុងតែសើចដាក់យើងហើយក្របីខ្លាមិនដែលរងចាំទេយើងនឹងសង់វាឡើងវិញយើងនឹងសង់វារួមគ្នាដោយប្រើឈើដែលមាំជាងមុនកុំភ័យអីនោះជាគំនិតល្អណាស់ខ្លាខ្ញុំនឹងមើលការខុសត្រូវលើឈើធំឯងនឹងស្វាធ្វើដំបូលថ្មីលឿនប្រញាប់បានលក់វិញបាទលោកខ្លាហាងថ្មីរបស់មីងក្របីលក់ដាច់ជាងមុនទៀតនាងប្រកាសជាមានរូបមន្តសម្ងាត់អីមិនខានខ្ញុំត្រូវតែយកវាឲ្យបានយប់នេះពេលគ្រប់គ្នាដេកលក់ខ្ញុំនឹងលួចសភៅរូបមន្តរបស់នាងហើយខ្ញុំនឹងបើកហាងស៊ុបខ្លួនឯងអូយប្រយ័ត្នបន្តិចតោសង្ឃឹមថាមិនមានអ្នកណាភ្ញាក់ចោះបានហើយក្រដាស់សរសេរអក្សរវាចវេនេះប្រកាសជារូបបួនសម្ងាត់ស៊ុបគោហើយជូរអែមចត់ល្វីងមិនក៏រសជាតិដូចទឹកលាងចានអញ្ចឹងអាកបីបោកខ្ញុំស្វាព
ពូខ្លានិងភ្ញៀវផ្សេងៗញ៉ាំសាច់ច្រើនហើយយើងគួរតែបន្ថែមបន្លែព្រៃស្រស់ៗចូលទៅក្នុងស៊ុបគោដើម្បីឲ្យមានសុខភាពល្អនិងប្លែកមាត់ខ្ញុំដឹងដែលមានផ្សិតនិងបន្លែព្រៃផ្អែមបំផុតតោះក្របីខ្ញុំនាំផ្លូវឯងទៅរំងាស់សាច់គោឲ្យផុយរួចបន្ថែមផ្សិតព្រៃស្លឹកឈ្ងុយតយបន្តិចក្លិនពិតជាស្រស់ស្រាយប្លែកមែន វ៉ាវសាច់គោនៅតែឆ្ងាញ់តែទឹកស៊ុបមានជាតិបន្លែព្រៃនេះធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនិងមានកម្លាំងទ្វេដងមុខម្ហូបថ្មីចេញហើយស៊ុបគោបន្លែព្រៃពិសេសប្រចាំងព្រៃធំល្អសម្រាប់សុខភាពប្រូម៉ូសិនមានកំណត់ អូហូថ្ងៃនេះម៉ួយមកច្រើនជាងមុនទ្វេដងស្វាជួយរៀបតុបន្ថែមផងដៃមីងឡើងវិលហើយបាទមីងទុកចិត្តខ្ញុំចោះសូមទោសបងប្អូនសត្វទាំងអស់គ្នាស៊ុបគោបន្លែព្រៃឆ្នាំងធំទី3អស់រលីងត្រឹមម៉ោង12ថ្ងៃត្រង់នេះហើយទេហេតុអីនេះមិនពិតទេអត់ទេចានកដូចភ្នំយើងពិតជាត្រូវការអ្នកជួយលាងចានឲ្យស្វាបើមិនអញ្ចឹងទេពូដាច់ខ្យល់ស្លាប់មិនខានពិតណាស់ខ្ញុំនឹងជួយសួស្ដីមីងក្របីខ្ញុំឈ្មោះតូនីខ្ញុំឮថាមីងត្រូវការអ្នកលាងចានជើងនិងដៃខ្ញុំរហ័សណាស់ណាទុកចិត្តលើខ្ញុំចោះវ៉ាវទុនសាយតូនីលាងចានលឿនដូចខ្យល់ព្យុះចានស្អាតចាំងភ្លេចតែម្ដងកបសេរីក្របីអាទិត្យក្រោយមានការប្រកួតកម្ពុជាចុងភៅប្រចាំព្រៃធំឯងត្រូវតែចូលរួមតំណាងឲ្យហាងរបស់យើងមានការប្រកួតខ្ញុំមិនដឹងសោះខ្ញុំនឹងចូលរួមប្រកួតដែរលើកនេះខ្ញុំនឹងប្រើរូបមន្តសាច់ពិសេសដើម្បីយកឈ្នះស៊ុបគោរុក្ខជាតិរបស់ឯងឲ្យខាងតែបានឈឺមកចោះចិត្តត្រជាក់ជាក់កបីធ្វើម្ហូបដល់ក្តីស្រឡាញ់នោះរសជាតិនឹងចេញមកល្អបំផុតកំភៃអីចាំមើលម្ហូបណាឆ្ងាញ់ជាងអាកបីឃ្លៀចជ័យលាភីកម្ពុជាចុងភៅប្រចាំឆ្នាំនេះបានទៅលើស៊ុបគោបន្លែព្រៃមីងកបីមីងកបីអបអរសាទរមីងកបីបានហើយឈឹបយើងត្រូវការហាងធំជាងមុនភ្ញៀវមកច្រើនពេកស៊ុបយើងលក់មិនទាន់ទេអាម៉ាក់មិនដែរហាងប៉ុននឹងអាម៉ាក់ស្វាថ្មីត្បិតតែមិនធំតែល្មមដាក់ញៀវបានដូចមិនទាន់គ្រប់គ្រាន់បានហើយធំជាងមុនច្រើនណាប្អូនយើងត្រូវតែធ្វើឲ្យចានស្អាតនិងលឿនកុំឲ្យភ្ញៀវរងចាំយូរអាកបីខ្ញុំមកសុំទោសស៊ុបរបស់អ្នកពិតជាឆ្ងាញ់ខ្លាំងណាស់ខ្ញុំគួរតែចូលរួមជួយឯងគ្មានបញ្ហាអីទេលោកតោចូលរួមជាមួយយើងមិនអីទេតោយើងទាំងអស់គ្នាសុទ្ធតែជាអ្នកចិត្តខាងចូលរួមជួយឲ្យហាងយើងរីកចម្រើនផងណាតោមករួមកាតោស៊ុបនេះធ្វើឲ្យយើងមានកម្លាំងហាងអាកបីជាកន្លែងដែលយើងអាចសប្បាយរីករាយគ្រឿងផ្សំសំខាន់បំផុតគឺក្តីស្រឡាញ់និងការយកចិត្តទុកដាក់យើងត្រូវតែប្រើគ្រឿងផ្សំធម្មជាតិឲ្យល្អបំផុតភ្ញៀវមកពីខាងជើងសូមកក់តុ5ខ្ញុំនឹងរៀបចំជូនចាំបន្តិចអាក់វែងមិននឹកស្មានថាស៊ុបមួយចានអាចធ្វើឲ្យសត្វគ្រប់គ្នាស្រឡាញ់គ្នាខ្ញុំនឹងបន្តធ្វើឲ្យល្អបំផុត